សត្វប្រមានិងប្រមោយសត្វក្នុងគ្រួសារពពួកសត្វកកេប៉ុន្តែពួកវាមានលក្ខណៈពិសេសប្លែកពីសត្វកកេដទៃទៀតនៅក្នុងប្រទេសកម្ពុជាពួកវាតែងតែរស់នៅតាមតំបន់ជនបទស្ងាត់ជាពិសេសនៅតាមព្រៃធម្មជាតិប្រភេទប្រមានិងប្រមោយមានភាពងាយស្រួលក្នុងការសម្គាល់ដោយពិនិត្យមើលកម្មមជុលស្រួចលើខ្លួនប្រមារបស់វានាពេលបច្ចុប្បន្នសត្វកកេទាំងពីរនេះមានវត្តមានរស់ដោយកម្របំផុតពីព្រោះពួកវាភាគច្រើនត្រូវបានគេបរបាញ់យកសាច់និងក្រពះសម្រាប់ធ្វើជាអាហារនិងឱសថបុរាណពួកវាក៏ត្រូវរងការគំរាមកំហែងដោយការស៊ីជាចំណីដោយពពួកសត្វព្រៃស៊ីសាច់ជាអាហារផងដែរដូចជាជ្រូកព្រៃខ្លារខិននិងពពួកខ្លាផ្សេងទៀតពួកវាចូលចិត្តស៊ីរុក្ខជាតិបន្លែច្រើនប្រភេទហើយជារឿយពួកវាតែងតែជីកគាស់ស៊ីឬនិងមើមរុក្ខជាតិប្រមាគឺជាសត្វកកេធំមួយក្នុងចំណោមសត្វកកេដទៃទៀតដែលមានជើងមុខក្រោយខ្លីៗនិងម្រាមជើងធំខ្លីដងខ្លួនខ្លីត្រចៀកតូចកន្ទុយធំខ្លីជាទូទៅវាមានពណ៌ខ្មៅមានដងខ្លួននិងកន្ទុយគ្របដណ្ដប់ទៅដោយការរឹងវែងរាងដូចបន្លាប្រមាមានដងខ្លួនចាប់ពីក្បាលដល់ពាក់កណ្ដាលនៃដងខ្លួនដែលគ្របដណ្ដប់ដោយកាំខ្លីៗដែលមានលក្ខណៈដូចរោមនិងផ្នែកនៅសល់គ្របដណ្ដប់ដោយកាំវែងកាំប្រមាភាគច្រើនមានពណ៌ខ្មៅនៅផ្នែកកណ្ដាលដោយឡែកខាងចុងនិងគល់នៃកាំវិញមានពណ៌សកាំកន្ទុយប្រមាមានលក្ខណៈពិសេសម្យ៉ាងហាងកាំមានប្រហោងអាចបន្លឺសំឡេងបាននៅពេលវាអង្រួនពេលមានការគំរាមកំហែងវាបំបាក់កាំរបស់វាឡើងលើដើម្បីការពារខ្លួនរបស់វាជៀសផុតពីការយាយីពីសត្រូវប្រមាមានទំហំដងខ្លួនធំជាងប្រមោយតែមានកន្ទុយខ្លីជាងនិងពុំមានកញ្ចុំនៅចុងកន្ទុយដូចប្រមោយទេប្រមារស់នៅក្នុងរូងដីនៃព្រៃគ្រប់ប្រភេទនៅក្បែរតំបន់កសិកម្មវាជាប្រភេទសត្វដែលចិញ្ចឹមជីវិតដោយស៊ីផ្លែឈើជ្រុះពីដើមឬឈើមើមរុក្ខជាតិនិងរុក្ខជាតិផ្សេងជាទូទៅវាជាប្រភេទសត្វដែលចេញរកស៊ីនៅពេលយប់និងសង្ងំនៅក្នុងរូងនៅពេលថ្ងៃនៅប្រទេសកម្ពុជាប្រមាគឺជាសត្វប្រភេទដែលមានជាមធ្យមស្ទើរគ្រប់ទីកន្លែងវាមានរស់នៅគ្រប់ប្រភេទព្រៃនៅតំបន់អាស៊ីអាគ្នេយ៍ប្រភេទនេះទទួលរងនៅការបរបាញ់ដើម្បីយកសាច់បរិភោគកម្មនិងក្រពះជាតម្រូវការខាងផ្នែកអាជីវកម្មដើម្បីធ្វើជាឱសថប្រហែលជាមកពីប្រមាមានកម្មសម្រាប់ការពារខ្លួនពីសត្រូវនិងសម្បូរចំណីស៊ីហើយមើលទៅវាមានដងស៊ីតេរស់នៅច្រើនបង្គួរនៅក្នុងប្រទេសកម្ពុជាប៉ុន្តែប្រភេទនេះត្រូវបានចុះបញ្ជីសៀវភៅក្រហមនៃអង្គការ IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់ VU នៅលើពិភពលោកដោយសារសត្វឆ្កែឬការបរបាញ់ដើម្បីយកក្រពះនិងកម្មរបស់វាសម្រាប់ធ្វើអាជីវកម្មប្រមោយមានរូបរាងដូចប្រមាដែរខុសត្រង់ប្រមោយមានទំហំខ្លួនតូចជាងវាមានដងខ្លួនគ្របដណ្ដប់ដោយរោមដែលមានលក្ខណៈដូចប្រមាដែរតែវាមានប្រវែងខ្លីតូចជាងប្រមាបន្តិចផ្នែកខាងលើនៃដងខ្លួនមានកាំរាងសំប៉ែតនៅផ្នែកខាងលើខ្នងមានរោមបន្លាពណ៌ត្នោតចាស់ហើយវែងចំណែកនៅខាងក្រោមពោះមានរោមខ្លីពណ៌ត្នោតខ្លីកន្ទុយរបស់វាតូចហើយនៅចុងកន្ទុយមានរោមបន្លាជាកញ្ចុំដូចអំបោះប្រមោញធ្វើរោងរស់ក្នុងព្រៃឬតំបន់ចម្ការជាពិសេសនៅតំបន់ភ្នំប្រមោញគឺជាប្រភេទសត្វដែលរកស៊ីនៅពេលយប់ដូចប្រមាដែរហើយពេលថ្ងៃវាសម្ងំលាក់ខ្លួននៅក្នុងរូងឬលអាងថ្មពេលខ្លះវារស់ជាហ្វូងនៅក្នុងរូងតែមួយ2 ឬ 3 ឆ្នាំប្រមោញអាចរត់បានយ៉ាងលឿននិងហែលទឹកបានយ៉ាងស្ទាត់ជំនាញទៀតផងចំណីអាហាររបស់វារួមមានឫសឈើមើមឈើផ្លែឈើដែលជ្រុះគ្រាប់ធញ្ញជាតិ
ដំណាំក្នុងចំការសម្បកឈើប្រភេទខ្លះនិងឆ្អឹងសាកសពនៅប្រទេសកម្ពុជាប្រមាណជាប្រភេទសត្វមានស្ទើរគ្រប់ទីកន្លែងសត្វនេះមានរស់នៅតាមតំបន់ព្រៃចំការនិងជើងភ្នំប្រភេទនេះអាចរងគ្រោះថ្នាក់ពីការទាក់ចាប់ការបណ្ដាលសត្វឆ្កែនៅក្នុងព្រៃនិងការបំពុល